អាចកំបាំងអន្ទង់ប៉េលីកានសត្វដែលមានមាត់ធំជាងខ្លួនដែលរស់នៅក្នុងទឹកជ្រៅជម្រៅចន្លោះពី500ទៅ3000ម៉ែត្រក្រោមផ្ទៃទឹកនៃមហាសមុទ្រអាត្លង់តិកសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយមកនិយាយជាមួយបងប្អូនគឺស្ដីពីអន្ទង់ប៉េលីកានដែលជាសត្វចម្លែកបំផុតមួយនៅក្នុងទឹកសមុទ្រជ្រៅតើអ្នកធ្លាប់ឃើញសត្វដែលមានមាត់ធំជាងខ្លួនវាទេនេះគឺជាលក្ខណៈពិសេសរបស់អន្ទង់ប៉េលីកានឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Eurypharynx pelicanoides វាក៏ត្រូវបានគេស្គាល់ដែរថាជា Gulper eel អន្ទង់លេប Pelican Gulper និង Umbrella Mouse Gulper អន្ទង់មាត់ឆាត់ដោយឈ្មោះរបស់វាបានបង្ហាញមាត់របស់វាធំនិងអាចបើកបានយ៉ាងទូលាយដូចគ្នានឹងសត្វប៉េលីកានដែរជាដំបូងយើងត្រូវស្វែងយល់ពីទីជម្រករបស់វាសិនអន្ទង់ប៉េលីកានរស់នៅក្នុងទឹកជ្រៅនៅទូទាំងមហាសមុទ្រអាត្លង់តិកឥណ្ឌានិងប៉ាស៊ីហ្វិកវាត្រូវបានគេរកឃើញនៅជម្រៅចន្លោះពី500ទៅ3000ម៉ែត្រក្រោមផ្ទៃទឹកតើវាមានរូបរាងយ៉ាងដូចម្តេចវាមានប្រវែងជាមធ្យមប្រហែល 0.75 ទៅ1ម៉ែត្រពណ៌រាងកាយរបស់វាមានពណ៌ខ្មៅដែលជួយលាក់ខ្លួននៅក្នុងទីងងឹតភ្នែករបស់វាតូចណាស់ដោយសារតែនៅក្នុងទីងងឹតការមើលឃើញមិនសូវសំខាន់កន្ទុយរបស់វាវែងនិងស្ដើងដូចជាខ្សែបូពន្លឺជីវសាស្ត្រនៅចុងកន្ទុយរបស់វាមានសរីរាង្គបញ្ចេញពន្លឺពណ៌ផ្កាឈូកឬក្រហមដែលត្រូវបានគេជឿថាប្រើសម្រាប់ទាក់ទាញសត្វព្រៃឥឡូវនេះយើងមកដល់ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺមាត់របស់វាមាត់របស់អន្ទង់ប៉េលីកានអាចបើកបានយ៉ាងទូលាយហើយវាអាចលេបសត្វដែលធំជាងខ្លួនវាទៅទៀតតើវាដំណើរការយ៉ាងដូចម្តេចមាត់របស់វាដំណើរការដូចជាយន្តការបត់2ជាន់ទី1ឆ្អឹងថ្គាមរបស់វានឹងបត់ចេញដូចជាការបើកឆ័ត្រទី2បន្ទាប់ពីថ្គាមបើកចេញស្បែកដែលអាចបត់បែនបាននឹងប៉ោងចេញធ្វើឲ្យមាត់កាន់តែធំឡើងនៅពេលដែលវាបើកមាត់វាក៏ស្រូបយកទឹកបានយ៉ាងច្រើនរួមជាមួយនឹងសត្វព្រៃហើយទឹកនោះនឹងត្រូវបានបញ្ចេញចេញតាមរន្ធដកដង្ហើមវិញបើទោះបីជាវាមានមាត់ធំប៉ុណ្ណាក៏ដោយអន្ទង់ប៉េលីកានមានធ្មេញតូចណាស់តើវាស៊ីអ្វីការវិភាគក្រពះរបស់វាបង្ហាញថាវាច្រើនតែស៊ីសត្វកន្ធាយតូចៗដូចជាបង្គានិងក្តាមតូចៗវាក៏ស៊ីត្រីតូចៗនិងមឹកផងដែរតើវាបរបាញ់ដោយរបៀបណាវាមិនមែនជាអ្នកបរបាញ់ដែលសកម្មនោះទេវិធីសាស្ត្រទី1វាអាចបើកមាត់ធំហើយអណ្ដែតទឹកដោយប្រើមាត់ដូចសំណាញ់ដើម្បីស្ទាក់ចាប់សត្វព្រៃដែលហែលកាត់វិធីសាស្ត្រទី2វាអាចប្រញាប់ប្រញាល់ទៅមុខដើម្បីស្ទាក់ចាប់សត្វព្រៃមុនពេលបិទមាត់របស់វាការប្រើពន្លឺនៅចុងកន្ទុយរបស់វាត្រូវបានគេជឿថាប្រើសម្រាប់ទាក់ទាញសត្វព្រៃឲ្យចូលមកជិតតើវារស់នៅបានយូរប៉ុណ្ណាអ្នកវិទ្យាសាស្ត្រជឿថាអន្ទង់ប៉េលីកានអាចរស់នៅបានរហូតដល់ទៅជាង80ឆ្នាំនេះជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់តើវាបន្តពូជដោយរបៀបណាអន្ទង់ប៉េលីកានដាក់ពងហើយពងទាំងនោះនឹងញាស់ទៅជាដង្កូវរបស់វាត្រូវបានគេហៅថា Leptocephalus ដែលមានរាងសំប៉ែតនិងថ្លាដូចស្លឹកឈើដង្កូវទាំងនេះរស់នៅក្នុងទឹករាក់ៗជម្រៅ 100-200 ម៉ែត្រមុនពេលបំផ្លែងខ្លួនទៅជាពេញវ័យហើយហែលចុះទៅកាន់ទឹកជ្រៅគួរឲ្យចាប់អារម្មណ៍ឈ្មោលពេញវ័យបាត់បង់ធ្មេញរបស់ពួកវាហើយប្រើថាមពលទាំងអស់ដើម្បីស្វែងរកមិត្តរួមដំណើរបន្ទាប់មកពួកវាក៏ស្លាប់ភ្លាមបន្ទាប់ពីបន្តពូជទោះបីជាវាមើលទៅគួរឲ្យខ្លាចក៏ដោយអន្ទង់ប៉េលីកានក៏មានសត្រូវដែរតើសត្រូវរបស់វាមានអ្វីខ្លះត្រី Lancetfish ដែលជាត្រីសាហាវនៅក្នុងសមុទ្រជ្រៅសត្វសមុទ្រជ្រៅដទៃទៀតតើមានការគំរាមកំហែងអ្វីផ្សេងទៀតរាងកាយរបស់អន្ទង់ប៉េលីកានគឺផុយស្រួយណាស់នៅពេលដែលវាត្រូវបានគេនាំយកមកលើផ្ទៃទឹកដោយសារការនេសាទស្រាវជ្រាវការប្រែប្រួលសម្ពាធភ្លាមអាចធ្វើឲ្យរាងកាយរបស់វាខូចខាតយ៉ាងធ្ងន់ធ្ងរនេះហើយជាមូលហេតុដែលយើងនៅតែដឹងតិចតួចអំពីសត្វនេះសំណាងល្អដែលអន្ទង់ប៉េលីកានមិនមែនជាប្រភេទសត្វជិតផុតពូជទេសរុបមកអន្ទង់ប៉េលីកានគឺជាសត្វដ៏អស្ចារ្យមួយដែលបង្ហាញពីភាពអស្ចារ្យនៃការវិវត្តនៅក្នុងទីជ្រៅបំផុតនៃមហាសមុទ្រវាជាសត្វតែមួយគត់នៅក្នុងពូជរបស់វាមាត់របស់វាធំជាងខ្លួនរបស់វាហើយវាអាចលេបសត្វធំជាងខ្លួនបានវាប្រើពន្លឺជីវសាស្ត្រដើម្បីទាក់ទាញសត្វព្រៃនៅក្នុងទីងងឹតវាអាចរស់នៅបានរហូតដល់ជាង80ឆ្នាំអន្ទង់ប៉េលីកានគឺជាភស្តុតាងមួយដែលបង្ហាញថាមហាសមុទ្ររបស់យើងនៅតែលាក់បាំងអាថ៌កំបាំងជាច្រើនទៀតដែលកំពុងរងចាំការស្វែងរកឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើអ្នកគិតយ៉ាងណាចំពោះសត្វចម្លែកនេះ
សូមចូលរួមបញ្ចេញមតិនៅខាងក្រោមនេះសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទេសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ